បាទវឹកហាត់របស់ការវឹកហាត់ជាពិសេសការថ្វាយបង្គំគ្រូរបស់គេនេះក៏គួរឲ្យអត្តសាឥឡូវនេះចាប់ផ្ដើមហើយបាទកម្ពុជាកីឡាកររបស់សេមន្ទិនយើងក៏មិនទៀតដែរ70ក៏80ដូចគ្នាដែរបាទចាញ់អង្គទូនពីចូលតែបន្តិចទេមើលទៅសក់គេខ្ពស់បន្តិចតែបន្តិចទេបាទប៉ុន្តែយើងមើលថាគឺសាច់ពោះរបស់សេនមន្ទិនយើងខ្លាយខ្លាយថាអ្នកប្រយុទ្ធបាទប្រសិនបើឈ្នះបាទនៅក្នុងការប្រកួតលើពេលនេះបាទពិតជាមានសេរីសុខបាទគឺសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងបាទឃើញថាសប្បាយមែនតើតែម្ដងបាទនេះជាកិត្តិយសបាទសម្រាប់អ្នកប្រដាល់បាទគឺកម្ពុជាយើងអញ្ចឹងមានន័យថាសាច់ក្បាលពោះរបស់កីឡាករសេនមន្ទិនខ្លាយអញ្ចឹងហើយបានភរិយារបស់ខ្លាំងបាទគឺលោកស្រីបាទគឺខឹមច័ន្ទសុភ័ណ្ឌថាមិនដូចកីឡាករកម្ពុជាយើងផ្សេងបាទទៅសន្លប់បាទក្នុងមិនដល់ទឹកទី3ទេតែយើងអត់មានទេបាទចាញ់តែបន្ទុកយ៉ាងហើយណាបើចាញ់វិញបាទមានតែឈ្នះបាទគាត់ឥឡូវនេះសូមជួយទស្សនាតែម្ដងបាទទឹកទី1បាទទឹកទី1បាទគូទី5ហើយតែ3ទឹកទីបាទ round 1 ទី5កីឡាករកម្ពុជាសេនប៊ុនថេនកីឡាករបារាំងអង្គទួនពីនតូបាទទម្ងន់72គីឡូក្រាមកាប់ចានអូកែងបត់ស្ដាំទាត់ក្របចាប់បាទសុអេអត់បានទេបាទកែងសេនប៊ុនថេនបាទធាក់ទុកមួយរបស់អង្គទួនពីនតូដែលឆ្វេងតិចទាត់ក្របកាត់ត្រឡាចឆ្វេងសងផ្លែតមិនឲ្យខាត់ពេកកែងបត់ស្ដាំបយពីនតូក្រាបចុះក្រោមរួចខ្លួនមកគ្រាបាទកុំអីគ្រប់បាទទឹកទី1ដែលឆ្វេងបាទមួយប្លូករយៈចម្ងាយដៃរបស់លីអូបាទបានឆ្ងាយជាងកីឡាករសេនប៊ុនថេនបន្តិចបាទសំកាត់តិចទេលោកហ៊ីមឡុងបាទសំជ័យបាទបើត្បិតតែអង្គតូនមានប្រជាប្រិយភាពប៉ុន្តែបាទគឺអ្នកអត្ថាធិប្បាយនៅទីលាននេះគាត់តែងតែសរសើរបាទគឺពីសេនប៊ុនថេនហ្នឹងបាទគឺប្រយុទ្ធបាទគឺមុតបាទគឺមកពីប្រជាជនកម្ពុជាតែម្ដងដែលឆ្វេងព្យាយាមវាយកែងមិនបានបាទរបាំងការពាររបស់អង្គទួនពីនតូបាត់ចិត្តល្អបាទរកចន្លោះបាទប៊ុនថេនកំពុងតែព្យាយាមរកប្រឡោះសោកធ្វើយ៉ាងម៉េចឲ្យបានសម្រេចគោលដៅកាត់ប្រឡាច់អង្គទុនពីនតូបាទរឹងចំហបាទចំហគាត់រឹងគេហៅថាប៉ូចុងបាទលោកគ្រូតាថាប៉ូចុងឬ position បាទ position របស់គេបាទគឺល្អមែនតើឥឡូវនេះបីពីចំហៀងមិនចូលព្យាយាមកដាលវិញបាទសេមធិមព្យាយាមជ្រែកសម្ដៅគោលដៅកដាលគឺចាប់ពីដើមទ្រូងឡើងលើមកវាយបានកុំឲ្យវាយចុះគេថាពីមុខក្រោមខ្សែក្រវ៉ាត់ត្រឹមពុះក៏ពុះឡើងមកលើវាយបានទាំងអស់ឆ្វេងព្យាយាមទប់ដើម្បីកាប់ចានចង់វាយកែងបត់ស្ដាំមកមិនបើសេមធិមតែមិនទាន់មានឱកាសអង្គទុនពីនតូបាទឆក់ឆាប់រហ័សណាស់កដាប់ដៃជំនាញណាការវាយប្រើកដាប់ដៃនេះបាទហើយទៅត្រង់ទៀតទៅត្រង់បាទជាយាមកាត់ប្រឡាច់ស្ដាំមិនទាន់បានចូលទេបាទអង្គទូនបិទទាត់ក្រោមវិញបាទនៅតែញញឹមដដែលបាទសេនប៊ុនថេនបាទដល់រៃជួយកាប់ចាត់ផុតអូយលីអូពីនតូអង្គទូនពីនតូជាយាមបាទរងចាំសងមានការប្រុងប្រយ័ត្នដែរជួនកាលយើងវាយទៅយើងការពីមិនទាន់ក៏ពិបាកដែរតែយើងចាំមើលសេនប៊ុនថេនបាទនៅក្នុងទឹកទី1ដោយសារអត់សូវប្រញាប់ដូចគ្នាណាចាប់អស់តែកំពុងតែស្ទង់ស្ទាមបន្តិចបាទចប់ទឹកទី1បាទសល់2ទឹកទៀតលោកអ្នកបាទឡាតាសយឆ្ងាយ125មីលីលីចំណាំពេញប្រអប់ញ៉ាំចង់ញ៉ាំទៅញ៉ាំឲ្យពេញចិត្តញ៉ាំឡាតាសយឆ្ងាយស្អីនេះហឺសត្វតែបំណុលមិនក៏មិនជួយកិច្ចការប្តីទៅចង់មានលុយចាយមិនក៏មិនចេញទៅធ្វើការចង់ដោយសារទំហំ18អិញធំជាងខ្លាំងជាងហាត់ថារីលីយ៉ងស្អាតបរិសុទ្ធលីយ៉ងចំណុះក្នុងដប8ជ្រុងទាន់សម័យស្អាតបរិសុទ្ធលីយ៉ងសម្រាប់មនុស្សសម័យថ្មីលីយ៉ងបរិសុទ្ធជីវិតស្រស់ថ្លាលីយ៉ងប្រកាន់ខ្ជាប់ដើម្បីភាពមហិមាលះបង់ដើម្បីភាពឈ្ងុយឆ្ងាញ់ Euro Casta Cake រូបរាងថ្មី Euro Cake និង Manchester United Euro Cake ឆ្ងាញ់គ្រប់ទិសទីគ្រប់វេលា Euroស
សូមស្វាគមន៍បាទប្រិមិត្តបាទគឺទូរទស្សនិកជនជាទីមេត្រីបាទគឺការប្រកួតបាទគឺអស់មួយទឹកទៅហើយបាទរវាងកីឡាករប្រជាជាតិកម្ពុជាយើងបាទគឺសេនប៊ុនថេនប្រកួតជាមួយនឹងអង្គតូនបាទគឺអង្គទូនបាទគឺពីនតូមកពីប្រទេសបារាំងបាទទឹកទី1កន្លងផុតទៅអំបញ្ញមិញយើងឃើញថាសេនប៊ុនថេនជាអ្នកវាយលុករីឯអង្គទូនពីនតូជាអ្នកការពារបាទអញ្ចឹងមកដល់ទឹកទី2នេះបាទរូបភាពមកលោកគឹមឡុងបាទចូលមកដល់ទឹកទី2នេះតើអ្នកណាជាអ្នកវាយលុកអ្នកណាជាបាទទាត់ឆ្វេងចាប់បានវាយចេញហើយបាទកាលពីទឹកទី1គេថាអង្គទុនពីតូបាទជាអ្នកការពារដើម្បីចង់ដឹងអំពីបច្ចេកទេសបាទពិសេសត្រង់ណាខ្លះរបស់សេនប៊ុនថេនតែយ៉ាងណាក៏ដោយចូលមកដល់ទឹកទី2យើងនៅតែឃើញថាសេនប៊ុនថេនបាទព្យាយាមប្រើទាំងកែងប្រើទាំងជង្គង់កណ្ដាប់ដៃអង្គទុនពីតូធាក់ទប់កែងបត់ស្ដាំរបស់អង្គទុនបាទយ៉ាងណាក៏ដោយប៊ុនថេននៅតែព្យាយាមចូលបាទមិនឲ្យចាប់ទីងខ្សែរីងទេអាញាកណ្ដាលបាទឥឡូវយើងឃើញថាអង្គទួនចាប់រំជាយាមវាយចេញដែរបាទទឹកទី1ដូចជា30ដូចគ្នាទេណែបាទរុញពីក្រោយបាទដួលអញ្ចឹងក៏ពិបាកដែរអស់កម្លាំងដែរអស់បាទដល់ហើយឆ្វេងរបស់អង្គទួនកាត់ត្រឡាឆ្វេងប៊ុនសេនបិទចិត្តបាទកັບចានស្ដាំវិញបិទចិត្តដូចគ្នាមិនឲ្យរបើកពីជើងណែធ្វើត្បិតថាគេទាត់យើងមិនចូលមែនប៉ុន្តែយើងរងក៏អស់កម្លាំងដែរបាទអស់កម្លាំងបាទវាយគេយូរណាស់ក៏អស់កម្លាំងបាទកັບចានបាទនេះគឺជាការប្រកួតចូលដល់ទឹកទី2ដល់ហើយឆ្វេងរបស់ប៊ុនថេនវាយស្ដាំបាទបើយើងឃើញថាចំពោះអង្គទុនពីនតូការវាយរបស់គេគឺគេឆ្លាតត្រង់ថាគេមិនគេហៅថាឡងឬក៏វាយប្រឆាំងផ្ទប់ជាមួយនឹងសេនប៊ុនថេនបាទពេលដែលប៊ុនថេនវាយគេដកហើយគេចាំសងបាទលឿនតែម្ដងបាទនេះជាការព្យាយាមបាទគឺរបស់សេនប៊ុនថេនបាទក៏កំពុងតែប្រឹងប្រែងដែរហើយប្រឹងប្រែងបាទដូចយ៉ាងណាក៏ដោយប៊ុនថេនជាយាមក៏ធ្វើឲ្យអង្គទួននឹងរៀងស្រកស្រត់កម្លាំងដូចគ្នាដែរព្រោះថាចាប់ជើងជប់អូយដួលម្ដងទៀតហើយបាទនេះនៅក្នុងទឹកទី2បាទអង្គតូននេះគេមានចំហរឹងមាំបាទរឹងមាំតែម្ដងបាទការវាយរបស់អង្គទួនយើងឃើញថាលក្ខណៈបែបគេហៅថាជាណាត់រ៉ែលរបស់គេណាដូចថាអត់បខំប្រហែលទេបាទគឺគេហៅថាការវាយមានព្រៀបបាទមានព្រៀបឈ្នះទី1វាគេមានការវាយទៅនោះងាយគេមាន basic មានបទពិសោធន៍ដែរបាទបាទមូលដ្ឋានគ្រឹះរបស់គេមូលដ្ឋានគ្រឹះបាទចប់ទឹកទី2បាទនៅសល់មួយទឹកទៀតបាទម៉ាស៊ីនជ្រក់ស្រូវគូបូតាមានទម្ងន់ស្រាលមិនធ្វើឲ្យខូចផ្ទៃដីស្រែធ្វើការរហ័សចំណេញពេលវេលាគ្រាប់ស្រូវជ្រុះតិចទទួលបានគ្រាប់ស្រូវដែលល្អស្អាតរួមទាំងមានសេវាកម្មក្រោយពេលលក់និងមានគ្រឿងបន្លាស់គ្រប់ជាទីទំនុកចិត្តតែមួយគត់របស់កសិករញញឹមស្រស់ស្រាយជាមួយនឹងម៉ាស៊ីនជ្រក់ស្រូវគូបូតាជួយបន្ថែមថ្លៃជ្រក់ស្រូវដល់ទៅ$1000ឬក៏ទទួលបានប្រាក់សុទ្ធសម្រាប់ជួយក្នុងការជ្រក់កាត់ដល់ទៅ$800ប្រញាប់ឡើងផុតកំណត់ថ្ងៃទី30ខែកញ្ញាឆ្នាំ2014តែប៉ុណ្ណោះឡាតាសយឆ្លៃឆ្ងាយ125មីលីលីចំណាំពេញប្រអប់ញ៉ាំចង់ញ៉ាំទៅញ៉ាំឲ្យពេញចិត្តញ៉ាំឡាតាសយឆ្លៃឆ្ងាយលីយ៉ងស្អាតបរិសុទ្ធលីយ៉ងចំណុកក្នុងដប8ជ្រុងទាន់សម័យស្អាតបរិសុទ្ធលីយ៉ងសម្រាប់មនុស្សសម័យថ្មីលីយ៉ងបរិសុទ្ធជីវិតស្រស់ថ្លាលីយ៉ងពុទ្ធប្រដាសេរីពិភពលោកបាទឈានមកដល់ទឹកទី2បាទការជួបគ្នារវាងកីឡាករនៃប្រជាជាតិកម្ពុជាសេនប៊ុនថេនជួបជាមួយនឹងអនទូនពីនតូបាទគឺមកពីប្រទេសបារាំងបាទទស្សនារូបភាព highlight បន្តិចមើលបាទព្យាយាមសម្រុកមែនទែនបាទសេនប៊ុនថេនសងគ្នាទៅវិញទៅមកបាទតែមើលទៅបាទពីទឹកនេះខ្ញុំសង្កេតឃើញថាមិនទាន់មានកីឡាកររូបណាថាឲ្យចំសាច់អត់មានទេអត់ចូលទេគ្រាន់តែមើលទៅថាសេនប៊ុនថេនដូចជាសុទ្ធកម្លាំងបាទដូចជានឿយហត់បន្តិចបាទដោយសារប្រឹងវាយលុកខ្លាំង
ក៏ប៉ុន្តែចំណែកឲ្យអង្គទូនពីនតូធ្វើត្បិតថាគេមានមូលដ្ឋានគ្រឹះគេបទពិសោធន៍ច្រើនកាប់គូលើឆាកអន្តរជាតិនេះក៏មិនទាន់ហ៊ានបថុយបឋាន បាទតែហ៊ានចូលខ្លាំងតែមួយទៅ បាទ អាចគ្រោះថ្នាក់ដែរ មិនហ៊ានបថុយបឋានវាយលុកដោយខ្វះការប្រុងប្រយ័ត្នទៅលើសេមន្ថេនដែរ ហើយនេះគឺជាការកាត់សេចក្តីសាច់នេះ កាត់សេចក្តីបាទសូមអញ្ជើញទស្សនាជាបន្តអរគុណណាស់បាទជើងសងជើង3ស្ដាំម្ដីបាទជាយាមមែនទែនបាទសេមន្ថេនទាត់ក្រោមចូលដាច់អលខ្លួនឯងបាទខុសចិត្តបាទអូថាបានរហ័សបាទចូលគោលដៅមួយ2ជើងប្រើបច្ចេកទេសធាក់បាទវាយអូ3ជើងចាប់ជើងឲ្យជាប់ជាយាមវាយមិនទៅដូចថាពិបាកក្នុងការសម្រេចគោលដៅដែរបាទអង្គទូនពីនតូគេដូចថាមានការជឿជាក់លើខ្លួនគេនឹងមែនទែន បាទលេខខ្លាយហើយបាទសេនមន្ថេន បាទចង់តវ៉ាជាមួយអាជ្ញាកណ្ដាលថាសេមន្ថេនហ្នឹងអាជ្ញាកណ្ដាលគាត់អត់ឈប់តែពិតមិនទាន់បំបីក៏អត់ទេយើងអាចមានសិទ្ធិបន្ត នៅជាប់ដៃនៅឡើយ នៅជាប់នៅឡើយបាទ ត្រូវបញ្ចប់បាទគឺសកម្មភាពនឹងអស់ ហើយអង្គទុនពីទូគេចង់និយាយថាគេលេងតហើយបាញ់មិញហ្នឹងបាទ បាទចាប់ផ្ដើមគេហៅថាក្បាច់មូលដ្ឋានរបស់គេ បាទ ប្រើដៃហើយ ដល់ស្ដាំសងវិញបីស្ដាំមួយទៀតមិនបានសម្រេចជាយើងមែនទែនបីទៀតបាទរៀងធំថយកម្លាំងច្រើនបន្តិចបាទហើយបាទទាត់ក្រោមបាទចូលមកដល់ទឹកទី3បាទកម្លាំងធំថយដូចគ្នាទេគ្រាន់តែប៊ុនសេនរៀងអស់កម្លាំងច្រើនជាងបន្តិចព្រោះថាជាអ្នកវាយលុកច្រើនជាង បាទប្រងវាយ បាទអូបាទសរុបបន្ទុកចុងក្រោយយ៉ាងណាយើងមិនទាន់ដឹងដល់ឡើយបាទនៅតែសម្រុកបាទទោះបីថាវាយមិនបានសម្រេចគូដៅច្រើនឬក៏ត្រូវបានគូប្រកួតវាយចំគូដៅមកខ្លួនវិញយ៉ាងណាក៏ដោយសេមន្ថេននៅតែទៅមុខជានិច្ចបាទជាអ្នកវាយលុកជានិច្ចបាទជាមួយទៀតអូអត់បានបាទទុនមែនតើហើយសេមន្ថេនបាទកែងបង្ហើយបាទឬមួយក៏យ៉ាងណាឬមួយក៏ដូចជាភរិយារបស់លោកសេមន្ថេនបានប្រាប់ចឹងថាបើទុកបីចាញ់គឺមិនស្លាប់ទេឬមួយក៏អាចអញ្ចឹងឬមួយយ៉ាងម៉េចបាទ បាទព្រោះថាទឹកទី3នេះក៏ចិត្តចប់ទៅហើយដែរ បាទ បាទយើងមើលទៅបាទក្នុងទឹកទី3នេះ ស្ដាប់មកជើងទៀតជាជាបាទបានសម្រេចបាទសេមន្ថេនថយផុតបាទសេមន្ថេនអស់បាទកម្លាំងមែនទែនបាទគោរពបាទ បាទឥឡូវនេះបាទឃើញថាការបញ្ចប់ដល់ទឹកទី3យើងមើលទៅទឹកទី3យើងមើលឃើញទាំងអស់គ្នាណាបាទអង្គទូនបាទគឺពីនតូនេះគាត់មានព្រៀប គ្រូបនេះបាទលោកហង៉ែតចង់បញ្ជាក់ជូនបន្តិចបាទត្រង់នេះដោយក្នុងនាមជាភ្ញៀវគេចាត់ទុកថាសេនមន្ថេនជាប្រទេសអាស៊ីជាគេហៅថាជាប្រភពដើមប្រដាល់សេរីចេញពីអាស៊ីយើងចឹងហើយភ្ញៀវម្ចាស់ប្តីអ្នកមកពីចម្ងាយប្រកួតនេះទោះបីគេមានមូលដ្ឋានគ្រឹះរឹងវឹកហាត់មុនយ៉ាងណាក៏ដោយក៏គេនៅឲ្យតម្លៃយើងជាអ្នកគេហៅថាជាម្ចាស់ទឹកម្ចាស់ដីបាទម្ចាស់ដើមបាទម្ចាស់ដើមបាទម្ចាស់ក្បាច់គុណបាទម្ចាស់ក្បាច់គុណបាទកើតបាទយូរឆ្នាំមកហើយបាទ បាទនេះបាទសបញ្ជាក់ឃើញថាគេហៅតិចទៀតប៉ុន្តែល្អបាទគឺជានិមិត្តរូបនិងសញ្ញា កីឡាគឺនាំមកកីឡានាំមកនៅមិត្តភាពបាទ បាទទុនភ្លុនអញ្ចឹង ទុនភ្លុនអញ្ចឹងបាទលទ្ធផលបាទ 3 ទឹក បាទចាំមើលលទ្ធផលយ៉ាងណាបាទតែយ៉ាងណាគឺយើងសរសើរថាសេមន្ថេនមិនស្លាប់ទេបាទចាញ់ឬឈ្នះក៏ដោយអូសាតូអង្គទូនពីតូកីឡាករមកពីប្រទេសបារាំងបាទអង្គទូនពីតូបាទគឺឈ្នះជាលើកទី117ប្រកួតក្នុងការប្រកួត157ប្រកួតបាទគឺផ្ដួលឲ្យគូសន្លប់